បងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកធ្វើវិធីធ្វើឲ្យរលករបស់យើងក្លាហានឡើងវិញយើងបន្ទាប់ពីយើងមានដុំដីមួយដុំនេះហើយគឺដីឥដ្ឋក៏បានដីអាចចលែនក៏បានដែរបន្ទាប់ពីយើងទៅរកបានហើយយើងយកវាមកដុតប៉ុន្តែបើសិនជាបងប្អូនមានអឺចក្រានហ្គាសក៏អាចដុតបានឬក៏ដុតអុសក៏បានដែរទីដុតណាដោយដុតទោះបីប្រើវិធីណាក៏បានដែរឲ្យតែភ្លើងហើយយើងដុតហ្នឹងដុតឲ្យដីហ្នឹងឡើងពណ៌សដុតឲ្យវារឹងហើយទោះបីវាបាក់វាបែកមិនក៏អត់អីដែរបងប្អូនប៉ុន្តែខ្ញុំអត់មានអុសដុតដោយសារម្សិលមិញហ្នឹងមេឃភ្លៀងតែចឹងទៅអុសមកហ្នឹងគឺសើមអស់អញ្ចឹងខ្ញុំមានតែដុតនឹងចក្រានហ្គាសគឺយើងដុតដីហ្នឹងដើម្បីឲ្យវារឹងឲ្យវាឡើងទៅពណ៌សហើយណាមួយដុតសម្រាប់មេរោគដែលមាននៅក្នុងដីនឹងផងកុំឲ្យវាឆ្លងជំងឺទៅរលករបស់យើងចឹងតោះទៅមើលវិធីដុតទាំងអស់គ្នាបងប្អូនគឺយើងបើកភ្លើងឲ្យខ្លាំងមកហើយយើងយកដីដបោកដែលបងប្អូនកាប់បានហ្នឹងហើយខ្ញុំកាប់បានមួយដុំយកមកដាក់ពីលើភ្លើងអញ្ចឹងទៅដុតទុកឲ្យយូរទៅដោយសារដីខែនេះវារៀងជាំទឹករៀងសើមអញ្ចឹងយើងចំណាយពេលដុតឲ្យយូរដុតធ្វើយ៉ាងណាឲ្យដីនឹងឡើងទៅជាពណ៌សរឹងឬក៏ខ្មៅទៅដុតឲ្យវាឡើងសពទាំងក្នុងទាំងក្រៅបើន័យថាដុតវាឲ្យឆ្អិនដីនឹងតែម្ដងរួចហើយចាំបងប្អូនលើកចេញពីភ្លើងនឹងហើយយើងដុតចឹងចំណាយពេលមើលមកដីយើងទៅជារឹងល្អយើងដឹងថាដីនឹងស្ងួតហើយអស់សំណើមជាតិទឹកហើយយើងប្រែចុះប្រែឡើងហើយនេះខ្ញុំប្រែត្រឡប់មកខាងទៀតហើយភ្លើងនៅឆេះតែប៉ុន្តែប្រើហ្គាសមើលអត់ឃើញយើងប្រែដុតឲ្យសពចឹងទៅឡើងពណ៌សចឹងទៅវាហើយចាំយើងលើកវាចេញហើយខ្ញុំនៅតែបន្ថែមភ្លើងហើយនេះខ្លាចបងប្អូនមើលថាអត់ឃើញមានភ្លើងខ្ញុំលូកសម្រាមចូលស្លឹកឈើចូលទៅដើម្បីឆេះហ្នឹងបងប្អូនមើលឃើញភ្លើងតែយើងនៅតែដុតអញ្ចឹងប្រែត្រឡប់ចុះឡើងឲ្យវាសពល្អទៅដុតឲ្យវាល្អទៅនៅពេលដែលយើងដុតសពល្អហើយយើងលើកចេញនៅពេលដែលយើងលើកចេញហ្នឹងគឺមួយទៀតគឺទឹកនោមដែលយើងយកមកចាក់ហើយចាក់ហ្នឹងគឺចាក់ភ្លាមហ្មងអត់មានទុកឲ្យដីត្រជាក់ដីអីទេគឺចាក់ទាំងដីនៅក្តៅគឺលើកចេញពីភ្លើងភ្លាមគឺបងប្អូនចាក់ទឹកនោមនឹងភ្លាមហើយចាក់ទុកឲ្យត្រជាក់បន្តិចទៅហើយចាំបងប្អូនយកដីទាំងអស់ហ្នឹងទៅដាក់នៅក្នុងទ្រុងរលកកាច់មើលមកល្មមទៅយកទៅដាក់ក្នុងទ្រុងរលកទៅឲ្យសត្វរលកហ្នឹងវាស៊ីដីហ្នឹងទៅវាមានភាពក្លាហានឡើងវិញវាហ៊ានបូរឡើងវិញវាអត់បាក់ព្រៃដូចពីមុនណាហើយខ្ញុំធ្លាប់ធ្វើចឹងបានផលបងប្អូនខ្ញុំអត់កុហកបងប្អូនទេហើយបងប្អូនសាកធ្វើបានទាំងអស់គ្នាហើយអត់មានត្រូវចំណាយលុយអីទេទៅទិញថ្នាំទិញអីទេនេះគឺវិធីសាស្ត្រដែលចាស់គាត់ចែកម្លែងមកខ្ញុំចែកតអរគុណបងប្អូន